មេតបអាកាសថៃទៅជួបឧត្តមសេនីយ៍មីនអងលៀងដល់ទីក្រុងណៃពីដោបន្ទាប់ពីយោធាមីយ៉ាន់ម៉ាទម្លាក់គ្រាប់បែកដាក់គូមួយនៅរដ្ឋរ៉ាខិនយោធាថៃបាននិយាយថាមេបញ្ជាការកងទ័ពអាកាសលោកសេនសានកាន់តានៅថ្ងៃទី27ខែកុម្ភៈឆ្នាំ2026បានធ្វើទស្សនកិច្ចនៅទីក្រុងណៃពីដោប្រទេសមីយ៉ាន់ម៉ាដើម្បីពិភាក្សាជាមួយប្រមុខយោធាមីយ៉ាន់ម៉ាគឺលោកឧត្តមសេនីយ៍មីនអងលៀងមេដឹកនាំយោធាយោងតាមសារព័ត៌មាន South English ចេញផ្សាយនៅថ្ងៃទី27ខែកុម្ភៈឆ្នាំ2026បានឲ្យដឹងថាដំណើរទស្សនកិច្ចនេះបានកើតឡើងបន្ទាប់ពីយន្តហោះចម្បាំងរបស់មីយ៉ាន់ម៉ាបានទម្លាក់គ្រាប់បែកលើទីផ្សារមួយក្នុងឃុំពុនណាយុនរដ្ឋរ៉ាខិនដែលជាតំបន់ដែលគ្រប់គ្រងដោយកងទ័ពអារ៉ាកាន់ដែលបានសម្លាប់ជនស៊ីវិលចំនួន18នាក់ភាគច្រើនជាស្ត្រីនិងកុមារពីថ្ងៃមុននេះការវាយប្រហារតាមអាកាសលើឃុំមីយីមូក្នុងតំបន់សាកៃបានសម្លាប់មនុស្ស9នាក់រួមទាំងកុមារអាយុក្រោម5ឆ្នាំម្នាក់ទៀតផងមួយថ្ងៃមុនដំណើរទស្សនកិច្ចនេះកងទ័ពអាកាសថៃបាននិយាយថាលោកសេកសានក៏បានពិភាក្សាជាមួយមេបញ្ជាការជាន់ខ្ពស់កងទ័ពអាកាសមីយ៉ាន់ម៉ានៅទីក្រុងណៃពីដោដើម្បីពង្រឹងទំនាក់ទំនងនិងលើកកម្ពស់កិច្ចសហប្រតិបត្តិការសន្តិសុខកិច្ចពិភាក្សានេះផ្ដោតលើការកសាងទំនុកចិត្តនៅកម្រិតកងទ័ពអាកាសការពង្រីកការបណ្ដុះបណ្ដាលនិងការអភិវឌ្ឍបុគ្គលិកនិងការបង្កើនការសម្របសម្រួលក្នុងចំណោមមេបញ្ជាការដើម្បីជំរុញការត្រៀមខ្លួននិងគ្រប់គ្រងស្ថិរភាពតាមបណ្ដោយព្រំដែនយោងតាមប្រព័ន្ធផ្សព្វផ្សាយរបស់យោធាភាគីទាំងពីរបានពិភាក្សាអំពីការវឹកវើកងទ័ពអាកាសរួមគ្នានិងកិច្ចសហប្រតិបត្តិការឲ្យកាន់តែទូលំទូលាយលោកឧត្តមសេនីយ៍មីនអងលៀងបានពណ៌នាអំពីការបោះឆ្នោតខែធ្នូរហូតដល់ខែមករាថាជាជោគជ័យដោយពណ៌នាអំពីយោធាថាជាអាណាចក្រអចិន្ត្រៃយ៍នៃលទ្ធិប្រជាធិបតេយ្យនៅមីយ៉ាន់ម៉ានិងអះអាងថាអ្នកបោះឆ្នោតបានចូលរួមដោយស្ម័គ្រចិត្តដោយគ្មានការតវ៉ាធំដុំឡើយកងទ័ពអាកាសភូមិន្ទថៃបាននិយាយថាខ្លួននៅតែបដិញ្ញាចិត្តចំពោះវិជាជីវៈនិងក្នុងការជំរុញកិច្ចសហប្រតិបត្តិការសន្តិសុខសម្រាប់ផលប្រយោជន៍ជាតិនិងស្ថិរភាពក្នុងតំបន់